ឈើទៅកោសគៀសម្អាតភក់ចេញគាត់បានឃើញក្នុងប្រហោងឈើកគីនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសម្រិតនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់ព្រះកេសាបួងដូនពេញនិងអ្នកចិត្តខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញចាត់ការសង់ខ្ទមមួយតូចជាបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំមែនតែនបន្ទាប់ពីនោះគាត់ឲ្យគេអាឈើកគីនោះធ្វើជាសសរវិហារដែលគាត់បំរុងនឹងសង់លើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកច្រើនអ្នកស្រស់ស្រួលបបួលគ្នាសង់វិហារមួយខ្នងប្រក់ដំបូលស្បូវប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយគាត់ដង្ហែព្រះពុទ្ធរូបសម្រិតទាំង4អង្គនោះទៅតម្កល់ទុកក្នុងព្រះវិហារនោះ